Ok,ចឹងស្វាគមន៍មកកាន់វីដេអូយើងសារជាថ្មីដែលយើងនិយាយអំពីដែលយើងការងារសារសិស្សការទូទាំងប្រទេសឆ្នាំ2022ងារសារទី2លំហាត់លេខ3ចឹងអូខេចឹងយើងងាកទៅមើលលំហាត់យើងទាំងអស់គ្នាចឹងគេនិយាយថារូបខាងក្រោមនេះបង្ហាញពីលំហូរទឹកចេញពីក្បាលរ៉ូម៉ាណេចឹងអានេះគឺជាក្បាលរ៉ូម៉ាណេរបស់យើងហ៎ហើយនេះដែលខ្ញុំគូបដាច់ៗនេះគឺជាទឹកដែលធ្លាក់ចេញពីក្បាលរ៉ូម៉ាណេហ្នឹងអូខេអញ្ចឹងគេថាអឺនៅពេលចរន្តទឹកហូរធ្លាក់ចុះពីកម្ពស់ហែសតែវាស្មើនឹងពេលកុយអញ្ចឹងនៅដូចតែខ្ញុំគូសហ្នឹងគឺស្មើនឹងពេលកុយផ្ទៃមុខកាត់ចរន្តទឹកថយពីមុខកាត់ពីA ធំទៅ A តូចអញ្ចឹងន័យថាកន្លែងនេះដំបូងមុខកាត់វា A បន្ទាប់មកអឺវារួមទូចវាដូចស្រួចទៅអញ្ចឹងមុខកាត់ផ្ទៃរបស់វានៅសល់តែធម្ម A ទូចឯងអូខេអញ្ចឹងសាកធ្វើសម័យនៅផ្ទះខ្លួនឯងបើកក្បាលរ៉ូម៉ាណេទឹកពេលលាងចានលាងអីហើយយើងពិនិត្យមើលចលចលនារបស់ទឹកធ្លាក់យើងមានអារម្មណ៍ថាអាទឹកធ្លាក់ហ្នឹងវាដូចជារួញទូចចុះទៅក្រោមបន្តិចហ្នឹងហើយអញ្ចឹងអាផ្ទៃកាឡាហ្នឹងក៏វាទូចដែរអញ្ចឹងដូចគ្នាក្នុងករណីនេះអញ្ចឹងអាហ្នឹងគឺបាតុភូតរបស់យើងគឺដំបូងផ្ទៃមុខកាត់ដែលវាចេញមកគឺបន្ទាប់មកដល់ពេលដែលវារួញមកអញ្ចឹងផ្ទៃហ្នឹងនៅសល់ធម្មតាទូចទេអញ្ចឹងសំណួរគេឲ្យយើងគណនាកន្សោយល្បឿនលំហូរទឹកចេញត្រង់ចំណុច P អញ្ចឹងគេចង់សួរថាល្បឿនដែលចេញមកកន្លែងនេះអឺតើវាស្មើប៉ុន្មានអញ្ចឹងយើងតាំងដោយ VP ចុះអញ្ចឹងមុននឹងយើងចូលទៅកាន់អឺអឺការងារសាររបស់យើងអញ្ចឹងសូមយកមេយើងខ្ញុំមកនិយាយមុនតើតើនឹងការងារសារអញ្ចឹងអាហ្នឹងគឺមេកានិកថ្នាក់ទី11តើតើមួយសន្តានីត្រូវទេអឺអញ្ចឹងមុននឹងយើងនិយាយពីសន្តានីយើងគួរតែនិយាយពីសម័យកាលនិរន្តរភាពរបស់យើងអញ្ចឹងសម័យកាលហ្នឹងគឺគេថាគឺជាទំនាក់ទំនងការពិតទៅសម័យកាលហ្នឹងគឺ A1 W1 ស្មើ A2 W2 អញ្ចឹងសម័យកាលហ្នឹងវាមិនឧបមាថាយើងមានទយោទឹកមួយឧបមាអញ្ចឹងណាអឺទយោទឹកហ្នឹងហើយអានេះដូចផ្ទះយើងអញ្ចឹងណាហើយយើងមានកន្លែងនេះដែលយើងដោតទៅដើម្បីឲ្យទឹកហូរទៅហើយដូចជាអានេះដូចប្រព័ន្ធទឹកផ្ទះយើងហ៎ហើយយើងដោតអារ៉ូម៉ាណេហ្នឹងទៅហើយយើងតវាទៅអាកន្លែងពងស្រូចផ្កាអញ្ចឹងយើងឃើញថាម៉េចយើងឃើញថាកន្លែងនេះមានចេតនារបស់ខ្ញុំគឺមុខកាត់នេះអាផ្ទៃមុខកាត់កន្លែងនេះគឺធំជាងអាផ្ទៃមុខកាត់របស់អានេះអញ្ចឹងសម័យកាលនិរន្តរភាពហ្នឹងគេនិយាយថាឥឡូវអានេះទីតាំងទី1អានេះទីតាំងទី2បើសិនជាផ្ទៃមុខកាត់ត្រង់ទីតាំងទី1គឺ A អហើយគេឲ្យសន្តានីឧបមាថាជាទឹកចុះឲ្យវាហូរក្នុងល្បឿន v អងហើយនៅត្រង់ចំណុចទី2នេះផ្ទៃមុខកាត់នេះគឺ A ដឺហើយនៅពេលដែលទឹកចេញហ្នឹងគឺចេញមក A ទឹកដែលចេញមកហ្នឹងណាគឺ v ដឺអញ្ចឹងអឺតំណាក់តំណងគឺវាឲ្យដោយរូបមន្តខាងលើនេះហើយអ្វីដែលរូបមន្តហ្នឹងប្រាប់យើងគឺមានន័យថាអញ្ជាក់ថាបើសិនជាអឺផ្ទៃមុខកាត់ហ្នឹងវាធំល្បឿនដែលចេញទៅវាទូចហើយបើសិនជាផ្ទៃមុខកាត់ហ្នឹងទូចល្បឿនហ្នឹងវាធំអញ្ចឹងយើងអាចសាកពិសោធន៍ខ្លួនឯងបាននៅពេលដែលខ្លួនឯងកាន់តែយកទឹកអញ្ចឹងណាហើយខ្លួនឯងសាកច្បាច់ប្រយោគទឹកបន្តិចទៅយើងឃើញទឹកហ្នឹងចេញខ្លាំងជាងមុនហើយដោយសារអីបើសិនជាយើងពិនិត្យមើលសម័យកាលហ្នឹងបើសិនជាយើងច្បាច់មាត់ទយោហ្នឹងមានន័យថាម៉េចនៅពេលដែលយើងច្បាច់មាត់ទយោយើងធ្វើឲ្យផ្ទៃកន្លាមុខកាត់ហ្នឹងថយចុះទៅឯងអញ្ចឹងដើម្បីឲ្យសម័យកាលហ្នឹងវាស្មើបានលុះត្រាតែល្បឿនកើនឡើងទៅទៅសមភាពហ្នឹងវាអាចកើតមានឡើងទៅឯងព្រោះអីអូនឯងច្បាច់ទយោអឺវេត្រូវថយចុះវេត្រូវកើនឡើងអញ្ចឹងនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃយើងគឺមិនអញ្ចឹងនៅពេលដែលអូនឯងច្បាច់ទយោទឹកវាចេញច្រែកច្រើនជាងមុនអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងនឹងអ្វីដែលបងចង់ប្រាប់គឺអញ្ចឹងជាពិសេសឧបមាថាបើសិនជាយើងចង់បាញ់ឲ្យបានឆ្ងាយហើយបាញ់ឲ្យបានខ្លាំងគឺយើងត្រូវច្បាច់ក្បាលទយោហ្នឹងឲ្យកាន់តែទូចបំផុតតាមតែអាចធ្វើទៅបានណាអញ្ចឹងអាហ្នឹងគឺអញ្ចឹងហើយអូខេ
ទីពីរចង់លើកពីសម័យកាលបែនូលីយកមកនិយាយអញ្ចឹងសម័យកាលបែនូលីហ្នឹងគឺទម្រង់ទូទៅហ្មងគឺគេថា P1 បូក1លើ2រ៉ូ V អង់គ្លេសបូករ៉ូ G Y អង់ស្មើ P ដឺបូក1លើ2រ៉ូ V ដឺក្រេបូករ៉ូ G Y ដឺនេះគឺជាសម័យកាលបែនូលីហើយសម័យកាលនេះពិពណ៌នាអំពីចលនាអឺនៃសន្តានីហ្នឹងរវាងពីរចំណុចអញ្ចឹងពេនេះគឺជាសម្ពាធនិយាយទៅហើយវេនេះគឺជាល្បឿនរ៉ូនេះគឺជាម៉ាស់មៀតរបស់សន្តានីហ្នឹងហើយឃើញមានតែសេដាក់មួយមួយដោយសារអីអឺយើងនិយាយថាក្នុងចំណុចពីរហ្នឹងចំណុចទី1និងចំណុចទី2ហ្នឹងគឺសន្តានីគឺនៅទឹកពេលយើងប្រើទឹកគឺនៅទឹកដដែលអឺយើងដាក់ទឹកចូលអឺចេញពីទុយោហ្នឹងគឺនៅតែទឹកដដែលវាអត់មានចេញប្រេងមកអញ្ចឹងអឺហើយដូចគ្នាដែរ Y អងជាកម្ពស់អញ្ចឹងនៅក្នុងការដោះស្រាយលំហាត់បែបសន្តានីយើងត្រូវសង់អាស៊ីសរបស់យើងអញ្ចឹងថាមួយវិមាត្រពីរវិមាត្រអីយើងត្រូវសង់តាមហ្នឹងណាហើយយើងកំណត់កម្ពស់ឲ្យបានត្រឹមត្រូវដើម្បីដាក់ស្បែកជើងឲ្យបានត្រឹមត្រូវអូខេអញ្ចឹងយើងពិនិត្យទៅមើលលំហាត់របស់យើងវិញអញ្ចឹងមុននឹងយើងដោះស្រាយឥឡូវយើងសង់សមីការយើងសិនអញ្ចឹងយើងដាក់ឥឡូវខ្ញុំដាក់អញ្ចេះអអ y សន្មតថាជាអក្សររបស់យើងហើយពូនបាញ់ឡើងលើដោយសារតែនេះគឺអឺខ្ញុំអត់ត្រូវសង់អា x ទេដោយសារតែយើងអត់មានចលនាតាមអា x ទេវាធ្លាក់ចុះក្រោមអញ្ចឹងហ្មងអញ្ចឹងយើងអត់មានត្រូវបាច់គិតអីច្រើនទេអឺចំណុចគុយខ្ញុំអាចតាំងវាជា y អង no ឈប់អញ្ចឹងទឹកដំបូងទឹកចេញពីចំណុច P ទៅឯងអញ្ចឹងយើងអាចតាំងវាថាជា y អងបើថាដាក់ពណ៌សតិចស្រួលមើលជាងហើយចំណុចកុយនេះតាំងជា y ដឺណាចានេះទៅជាចំណុចទី1ចំណុចចាប់ផ្ដើមហើយនេះចំណុចដែលចប់ហ្នឹងហើយតាំងជា y ដឺអូខេហើយសន្តានីយើងគឺជាទឹករ៉ូហ្នឹងគឺជាម៉ាស់មៀតទឹកអូខេអញ្ចឹងយើងយកសមត្ថកម្មប៉ុណ្ណឹងយកមកនិយាយតោះបើសិនជាយើងដោះស្រាយលំហាត់ហ្នឹងខ្ញុំទៅសេតតហ្មងទៅឥឡូវយើងគ្រាន់តែសំណួរគេសួរថាកំណត់ VP ទៅឯងចឹងយើងគ្រាន់តែដាក់គណនា VP ឬក៏ VP ហ្នឹងខ្ញុំអាចទៅសេថាជា V1 ក៏បានដែរដោយសារអីវាចាប់ផ្ដើមណាវាវាជាល្បឿនដែលទឹកហ្នឹងវាចាប់ផ្ដើមអូខេតោះអញ្ចឹងដើម្បីរក V1 បានគឺយើងត្រូវអនុវត្តសមីការ Bernoulli ហ្នឹងយកតែម្ដងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំទៅសេម្ដងទៀតទៅកុំឲ្យប៉ះពាល់ដល់note main របស់យើងអូខេអញ្ចឹងឥឡូវយើងកំណត់តួដំបូងសម្ពាធយើងពិនិត្យមើលថាឥឡូវអនឯងអត់ជឿសាកបើករ៉ូម៉ាណេទឹកខ្លួនឯងយើងពិនិត្យឃើញថាម៉េចយើងឃើញថាចំណុចចាប់ផ្ដើមនេះទឹកចេញមកគឺវារងនៅសម្ពាធអីគេវាទឹកចេញមកគឺនៅក្នុងបរិយាកាសត្រូវទេអញ្ចឹងវារងនៅសម្ពាធបរិយាកាសត្រូវទេដូចគ្នាដែរនៅចំណុចគយក៏វារងនៅសម្ពាធបរិយាកាសដូចគ្នាដោយសារវានៅក្នុងបរិយាកាសអញ្ចឹងយើងឃើញថាសម្ពាធអឺពីរហ្នឹងគឺស្មើគ្នាត្រង់ចំណុចពេលហ្នឹងត្រង់ចំណុចគយហើយទាំងពីរហ្នឹងគឺស្មើសម្ពាធបរិយាកាសណា atmosphere អញ្ចឹងរ៉ូរបស់យើងគឺជាទឹកតែប្រធានគេអត់ឲ្យអីទេអូខេគេអត់មានឲ្យអីទេហើយយើងដឹងមួយទៀតគឺយើងដឹងតំណែងតំណងមួយតំណែងតំណងនោះគឺ y អងដក y ដឺគឺស្មើហាស់ត្រូវទេបើសិនជាយើងពិនិត្យមើលឥឡូវឧបមាថាចំណុច O នៅកន្លែងនេះចុះអូខេចំណុច O នៅកន្លែងនេះចុះតែក៏ប៉ុន្តែយើងអត់មានត្រូវចាប់អារម្មណ៍រឿងចំណុច O ទេដល់យើងពិនិត្យមើលគឺថាអឺប្រវែងហាស់នេះគឺដូចជាបើសិនជាយើងយក y អងដក y ដឺទេអាប្រព័ន្ធនេះគឺ y ដឺអាប្រព័ន្ធនេះគឺ y អងអញ្ចឹងចង់រកហាស់គឺយើងយក y អងដក y ដឺទៅបានហើយអូខេចឹងយើងដឹងថាមួយទៀតថា y អងដក y ដឺគឺស្មើហាស់តោះអញ្ចឹង
យោងតាមសមត្ថកម្មប៉ុណ្ណឹងយើងអាចជំនួសចូលសម័យកាលយើងសិនទៅដើម្បីតទៅមុខទៀតមើលថាយើងធ្វើម៉េចអឺតែចាំណាវេអងគឺជាអ្វីដែលយើងចង់រកកន្លែងនេះបូកអេរ៉ូ J y អងស្មើនឹង PD បូក1លើ2អឺរ៉ូវេដឺក្រេបូករ៉ូ J y ដឺតោះអញ្ចឹងអូអានេះ atmosphere អញ្ចឹងដោយសារតែយើងមានតួដូចគ្នាចឹងយើងអាចសម្រួលវាចោលបានត្រូវអត់ហើយមួយទៅយើងដឹងថា y អងដក y ដឺគឺស្មើ50ចឹងយើងមានតួ y អងតួ y ដឺចឹងយើងអាចបោះអានេះមកខាងឆ្វេងបាននេះចឹងយើងសេថាម៉េច1លើ2រ៉ូតាមថាអានេះក៏មាន1លើ2រ៉ូដូចគ្នាដែរចឹងយើងអាចបោះទៅមកខាងទៀតបានក៏ប៉ុន្តែឥឡូវយើងកុំតន់ណាធ្វើអីប្រទេសប្រដាស់សិនទុកចឹងសិនណាចឹងយើងបានរ៉ូនិយាយចឹងយើងបោះអាហ្នឹងទៅមិនហើយយើងចាប់រ៉ូវេជាកតាមកយើងបាន y អងដក y ដឺណាយើងបោះទៅឆ្វេងហើយយើងចាប់រ៉ូជេជាកតាមកយើងបានប៉ុណ្្នឹងហើយអាហ្នឹងគឺយើងចំនួនវាដោយហេសមកយើងបានអីគេ1លើ2រ៉ូវេអងក្រេបូករ៉ូជេហេសស្មើ1លើ2រ៉ូវេដឺក្រេអឺងាកទៅមើលតួរ៉ូគឺយើងមានតួរ៉ូដូចគ្នាត្រូវទេចឹងយើងអាចសម្រួលចោលបានណាយើងចាប់រ៉ូជាកតាមកនេះតួហ្នឹងយើងចាប់រ៉ូជាកតាសម្រួលបានណាយើងមិនបាច់ទៅសេអីច្រើនទេតោះយើងបាននេះ1លើ2វេអងក្រេបូកជេហេសស្មើ1លើ2វេដឺអញ្ចឹងកន្លែងនេះយើងមានទំហំថេ2ត្រូវទេshade សន្ទុះទំនាញដីជាទំហំថេទី1ជាងអ្នកមាននៅថាប៉ះពាល់វាទេដូចគ្នាដែរ hash ក៏ជាទំហំថេដែរតែគេប្រាប់មកនៅក្នុងប្រធានលំហាត់ណាគេប្រាប់កម្ពស់ហ្នឹងអត់មានប្រែប្រួលអីទេអញ្ចឹងយើងយកវាទុកមួយឡែកអ្វីដែលប្រែប្រួលគឺ weather no អ្វីដែលយើងអត់ដឹងគឺ weather អត់ដឹងថាវាថេឬក៏មិនឬក៏វាមិនណាវាមានទំនាក់ទំនងមិនណាអញ្ចឹងយើងអត់ដឹងទេត្រូវទេអញ្ចឹងក៏ប៉ុន្តែគេប្រាប់តាក់ទងជាមួយនឹងផ្ទៃមុខកាត់ហើយកាលណាតាក់ទងvớiផ្ទៃមុខកាត់យើងត្រូវប្រើសមីការនិរន្តរភាពឯត្រូវអត់តែសមីការហ្នឹងវាជាប់តាក់ទងvớiផ្ទៃមុខកាត់ណាដោយតែបងនិយាយអារឿងច្បាច់ទៅយកមុនហ្នឹងអញ្ចឹងសាកសិនទៅទំនាក់ទំនងសមីការនិរន្តរភាពយើងគឺអីគេ A1V1 ស្មើ A2V V2 កន្លែងនេះយើងពិនិត្យមើលត្រង់ចំណុចទី1ឬក៏ចំណុច P យើងត្រង់ចំណុចទី1នេះផ្ទៃមុខកាត់យើងគឺ A ត្រូវទេចានេះគឺ A ហើយត្រង់ចំណុចទី2អីគេផ្ទៃមុខកាត់យើង A ទូចត្រូវទេអូខេអញ្ចឹងយើងកន្លែងនេះអឺបងគ្រាន់តែជំនួសចូលមកបានអីគេ A ធំ V1 ស្មើ A ទូច V2 អញ្ចឹងកន្លែងនេះយើងចង់ទាញរក V2 យើងបានត្រូវទេគោលបំណងគឺយើងទាញចូលទៅក្នុងហ្នឹងទៅយើងបំបត្តិ V2 ឯងយើងបំបត្តិ V2 ចោលណាអញ្ចឹងយើងមានទំនាក់ទំនងតាក់ទងvới V2 អញ្ចឹងបើសិនជាបងទាញរក V2 ក្នុងករណីនេះយើងបានអីគេ A លើ A តូចគុណនឹង V1 រួចមកយើងយកមកចំនួនក្នុងសមីការ Bernoulli មកជាងបានអីគេ1លើ2 V អងក្រេបូក CH ស្មើ1លើ2 A លើ A V1 ក្រេទេដល់ពេលយើងធ្វើតទៀតបានអីគេ1លើ2 A ក្រេលើ A តូចក្រេ V1 ក្រេតោះអញ្ចឹងតទៅមុខទៀតគឺឥឡូវយើងឃើញថាអង្គខាងឆ្វេងហ្នឹងគឺវាមានតួ V អងហើយខាងនេះមានតួ V អងអឺអាអានេះសឹកគេប្រាប់មកទាំងអស់ទៅអានេះ share ជាចំនួនថេអញ្ចឹងយើងអាចចាប់វាឥឡូវយើងបោះអានេះទៅខាងនេះហើយចាប់ V អងជាកតាមក1លើ2 V អងក្រេដកឲ្យ1លើ2អីគេអឺអត់ទេខ្ញុំអត់ចង់ធ្វើអញ្ចឹងទេធ្វើអញ្ចឹងយើងបោះ share ទៅខាងនោះវាចេញដក share ហើយយើងញ៉ៃញ៉ៃអញ្ចឹងអត់ធ្វើអញ្ចឹងឥឡូវយើងបោះនេះមកខាងនេះវិញគោលបំណងគឺចង់ឲ្យ share បូកដោយសារអីតិចចាំបងប្រាប់តិចទៀតអញ្ចឹងយើងបោះទៅខាងនេះសិនណា
កន្លែងនេះគឺយើងត្រូវទាញរកវេអងការ៉េត្រូវទេចឹងយើងចាប់វេអងការ៉េជាកត្តាមកមួយលើពីរក៏មានដូចគ្នាចឹងគាត់តែចាប់វាជាកត្តាមកណាដកអីគេដកមួយវេអងការ៉េអូនណាជឿបងសាក់ពលាតចូលវិញមកមិនចេញចឹងអូខេចឹងកន្លែងនេះយើងចង់ទាញរកវេអងការ៉េហើយមូលហេតុដែលខ្ញុំអត់ចង់បោះទៅខាងនោះហ្នឹងគឺដោយសារតែវាចេញដកឆេះហាហើយបើសិនជាយើងទាញរកអាការ៉េហ្នឹងទៅវាត្រូវពាក់រឹសការ៉េអញ្ចឹងពាក់រឹសការ៉េដកវាចេញកុំភ្លេចមកអញ្ចឹងវាមិនមែនរឿងល្អអញ្ចឹងយើងកុំធ្វើអញ្ចឹងអីយើងបោះទៅខាងនោះវិញវាគ្រាន់តែជាការដោះស្រាយកណ្ដាប់ទេអញ្ចឹងអាពីរនេះយើងអាចបោះទៅខាងនោះបានត្រូវទេឥឡូវមិនបាច់សេអីសាញញ៉ាំច្រើនយើងទាញរកវេអងការ៉េហ្មងទៅចឹងបើយើងទាញរកវេអងការ៉េអាពីរហ្នឹងត្រូវបោះទៅខាងនោះអានេះចែកបោះទៅគុណត្រូវទេពីរឆេះហាហើយអានៅក្នុងវងកញ្ចក់នេះគុណទៅបោះទៅចែកចឹងវាទៅជាអាការ៉េចេះបើចង់ធ្វើឲ្យវាស្អាតជាងមុនបើយើងពាក់ឬអញ្ចេះយើងចេញចម្លើយតែយើងចង់ធ្វើឲ្យស្អាតជាងមុនក៏បានដែរណាចឹងយើងដាក់វេអងការ៉េ2 j ហា a ការ៉េដក a តូចការ៉េលើ a នេះបងតម្រូវភាពបែងណាវិញមកបងបោះ a ការ៉េតូចហ្នឹងមកខាងលើអូខេ2 j ហា a ការ៉េ ការ៉េដក a ការ៉េអញ្ចេះហើយបើសិនជាយើងទាញរកវេអងមកយើងពាក់ឬចឹងល្បឿនវាមិនអាចនេះបានទេលុះត្រាតែយើងនិយាយពី vector ល្បឿនអាហ្នឹងរឿងផ្សេងទៀតតែប៉ុន្តែយើងនិយាយពីល្បឿនរបស់វាចឹងយើងគិតតែតម្លៃវិជ្ជមានយើងគិតតម្លៃអវិជ្ជមានទេណាអូខេហើយនេះគឺជាចម្លើយរបស់យើងអូខេចឹងបើសិនជាមានសំណួរតាក់ទងមួយកន្លែងណាអាចខមមិនខាងក្រោមបានហើយវីដេអូយើងចប់ត្រឹមហ្នឹងអូខេ